បាទជំរាបសួរបងប្អូនបាទថ្ងៃនេះគឺខ្ញុំមកបង្រៀនពីរបៀបលេងនេះដ្រូនគឺដ្រូន E88 Evo បាទប្រភេទម៉ូទ័រធំបាទម៉ូទ័រដែកគេហៅម៉ូទ័រធំបាទចេះរបៀបលេងវិញខ្ញុំប្រាប់អស់ហ្មងបាទនេះបាទគឺយើងមិនដំបូងនេះយើងឃើញដ្រូនបាទយើងឃើញដ្រូនអញ្ចឹងបាទគឺមានកាមេរ៉ា12បាទកាមេរ៉ាមុខនេះមួយហើយនិងកាមេរ៉ាក្រោមនេះមួយបាទហើយថ្មវាបាទនេះថ្មវាគេដាក់ហ្នឹងប៉ុណ្ណឹងបាទថ្មវាហើយសម្រាប់តេឡេនេះខ្ញុំប្រាប់ឲ្យអស់ហ្មងបាទអានេះអ្នកគ្នាដឹងហើយឡើងលើចុកក្រោមបាយមុខឆ្វេងបាយមុខទៅស្ដាំបាទអានេះទៅមុខថយក្រោយឆ្វេងស្ដាំអញ្ចឹងតែបើនេះបើនេះអាម៉ានេះ2 4 6 8 10បាទនៅសល់10ប៊ូតុងដែលខ្ញុំប្រាប់អ្នកគ្នាទាំងអស់បាទអញ្ចឹងប៊ូតុងទី1គឺជាប៊ូតុងហោះឡើងចុះក្រោមបាទយើងចុចមួយនេះដ្រូនវានឹងហោះឡើងលើតែពេលយើងចុចក្រោមនេះគឺដ្រូនវានឹងចុះក្រោមដោយអូតូវាដល់ពេលនេះអ្នកគ្នាឆ្ងល់ហើយគឺប៊ូតុង4នេះគឺអីគេបាទប៊ូតុងនេះសម្រាប់ឲ្យវានឹងឧទាហរណ៍ដ្រូនវារេទៅស្ដាំយើងចុចប៊ូតុងឆ្វេងដល់ពេលវារេទៅឆ្វេងយើងចុចប៊ូតុងស្ដាំវារេទៅមុខយើងចុចប៊ូតុងក្រោយវារេមកក្រោយយើងចុចប៊ូតុងមុខវិញបាទគឺវាអញ្ចឹងណានេះសម្រាប់អានេះវិញគឺប៊ូតុងលបឿនណាបាទនេះមានលបឿនទី1ទី2និងទី3បាទអ្នកគ្នាលេងនៅសភាពខ្យល់មុំគឺអ្នកគ្នាដាក់លេខ1ទៅមួយដាក់លេខ2លេខ3វាអាចនឹងស៊ីថ្មច្រើនបាទពេលហើយនេះអាប៊ីតុងនេះអ្នកគ្នាចំនួនធំអត់ដឹងទេថាប៊ីតុងនេះអ្នកខ្លះគេថាប៊ីតុងហ្នឹងគឺជាប៊ីតុង return home បាទតែមិនមែនប៊ីតុង return home ទេព្រោះដ្រូននេះអត់មាន GPS ទេបាទអត់មាន GPS ទេជាប្រភេទដ្រូនរៀនលេងធម្មតាបាទកម្ពស់គឺហោះក្រោម20 ម៉ែត្រចម្ងាយក្រោម55 ម៉ែត្រថ្មលេងបានត្រឹមតែក្រោម10នាទីអីទេប្រហែល7 8នាទីអីហ្នឹងគឺអស់ថ្មហើយបាទអានេះគឺនៅពេលដ្រូនយើងហោះទៅស្ដាំយើងចុចឲ្យជាប់មកគឺលឺទឺតមួយដ្រូនហ្នឹងនឹងហោះមកវិញអ្នកនេះចង់ឲ្យវាឈប់ធំណាអ្នកនេះផ្អងហ្គេណាមិនតិចមកគឺដ្រូនហ្នឹងវាឈប់នៅហ្នឹងហើយបាទហើយប៊ីតុងនេះគឺជាប៊ីតុងវល់ត្រីវិស័យបាត់ដ្រូនអ្នកនេះខ្លះគឺគាត់ research បន្តិចមកគឺឲ្យគ្រឿងម៉ាស៊ីនដ្រូនគឺហោះបានល្អហើយអានេះអ្នកនេះឃើញ360ដឺក្រេបាទយើងចុចអាហ្នឹងមួយយើងហុញមកឆ្វេងវាឡាត់ដ្រូននឹងឡាត់ទៅឆ្វេងបាទទៅស្ដាំច្រឡំសុំទោសយើងចុចអាហ្នឹងមួយគឺយើងហុញមកស្ដាំវាឡាត់ទៅស្ដាំចុចមួយទៀតយើងហុញទៅឆ្វេងដ្រូនវាឡាត់ទៅឆ្វេងចុចមួយទៀតហុញទៅមុខដ្រូនវាឡាត់ទៅមុខដល់មកចុចមួយទៀតយើងហុញមកក្រោយដ្រូនវានឹងអាឡាត់មកក្រោយគឺអាឡាត់បានទាំង4ទិសតែម្ដងនេះបាទនេះគឺអង្តែនរបស់វាអញ្ចឹងបាទតមកនេះកន្លែងនេះគឺយើងទាញអញ្ចឹងមកយើងទាញអញ្ចឹងគឺសម្រាប់ដាក់ទូរស័ព្ទបាទបើយើងចង់បិទវិញនេះយើងហុញអញ្ចឹងចូលអញ្ចឹងអឹបអញ្ចឹងមកបាទនេះគឺវាចូលហើយបាទសម្រាប់នេះដែរចាំតិចខ្ញុំនឹងបង្រៀនអ្នកនេះអំពីប្រហោះដ្រូននេះបាទចាំផ្លែតជាដំបូងនេះគឺបើកដៃជើងវាអញ្ចឹងមកបាទគឺបើកដៃជើងវាអញ្ចឹងបាទបើកអីហើយនេះនេះយកថ្មនេះគឺដោតចូលកន្លែងនេះបាទដោតឲ្យវាអឹបស្មើបាទតោះមកយើងចុចមួយដ្រូនវានឹងបើកទៅបាទនេះតោះមកនេះចុចកន្លែងនេះមួយខ្ញុំស្រឡាញ់ដ្រូននេះមែនតើព្រោះខ្ញុំបើកតេឡេភ្លាមគឺតេឡេនឹងដ្រូនជាប់គ្នាអូតូបន្តិចមកបាទចាំតិចខ្ញុំបង្ហាញអ្នកនេះមើលចាំតិច
បាទរបៀបហៅវាគឺយើងនេះបតង់នេះយើងចុចមួយមកដ្រូនវានឹងវិលមកទៅក៏មកវាវិលបាទសារថ្មីបាទពួកខ្ញុំអត់តនេះហ៎បាទនេះបាទខ្ញុំមានដល់ត្រៀមខ្លួនហើយជាស្រេចទេបាទនេះគឺយើងនេះឡើងលើតមកបាទនេះគឺដ្រូនយើងបានខុសឡើងលើបាទលេងវាយ៉ាងខ្លាំងព្រោះពួកអននេះគឺប្រើម៉ូទ័រធំបាទអានេះគឺខុសហើយដល់គឺដ្រូនហោះបាទនេះគឺដ្រូនមានហោះឡើងលើបាទចឹងបាទឥឡូវយើងចុចឲ្យវាចុះវិញបាទចឹងដ្រូននេះគឺមុខវាពិសេសខ្លាំងមែនទែនសម្រាប់អ្នកយកទៅរៀនលេងដបងអីគឺយើងអាចជ្រើសរើសប្រភេទដ្រូននេះបានបាទចឹងបាទចឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបាទជម្រាបលាបាទ